ខេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណាក់ខ្មោចដែលនៅក្នុងថ្ងៃនេះ admin លើកយកនៅសាច់រឿងដ៏រន្ធត់ព្រឺៗមួយយកមកធ្វើការសម្ដែងចែកជូនអ្នកទាំងអស់គ្នាស្ដាប់ហើយសង្ឃឹមថាពុកម៉ែបងប្អូនក៏ដូចជាអ្នកទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់ហើយនឹងប្រើវិចារណញ្ញាណអូខេសាច់រឿងនឹងផងដែរគឺការឡើងទៅលើមិត្តភ័ក្តិរបស់ admin 3នាក់កាលនោះគឺគាត់នៅរៀនទេហើយ admin ក៏នៅរៀនដែរតាមពិតទៅមិត្តភ័ក្តិ3នាក់ហ្នឹងគាត់ជាមនុស្សស្រីទាំង3នាក់បាទកាលនោះគឺគាត់រៀនថ្នាក់ទី11ជាមួយនឹង admin គឺនៅឯវិទ្យាល័យមួយនៅឯខេត្តកំពង់ឆ្នាំង admin គឺអត់សមបង្ហាញឈ្មោះវិទ្យាល័យហ្នឹងទេតែសារតែវិទ្យាល័យហ្នឹងគឺល្បីដែរបាទល្បីគឺសិស្សរៀនបកាយសិស្សរៀនខ្លាំងអញ្ចឹងណាបាទហើយល្បីទូទាំងប្រទេសផងដែរនៅក្នុងសាលាមួយហ្នឹងហើយរឿងហ្នឹងគឺកើតឡើងកំឡុងឆ្នាំ2019បាទ2019កាលនោះ admin រៀនថ្នាក់ទី11ហើយរឿងរ៉ាវវិញផងដែរគឺកើតឡើងទៅលើបាទមិត្តភ័ក្តិរបស់ admin ផ្ទាល់តែម្ដងគឺមិត្តភ័ក្តិ3នាក់ដែលគាត់សិតតែស្រីទាំង3នាក់ហ្នឹងទេហើយស្រុកកំណើតរបស់គាត់គឺនៅខេត្តកំពង់ឆ្នាំងគឺនៅខាងស្រុកបាទស្រុកសាមគ្គីមានជ័យអញ្ចឹងណាបាទហើយភូមិគឺខ្ញុំអត់ស្គាល់ទេដឹងថាគាត់នៅស្អែកស្រុកហ្នឹងហើយពីដើមហេតុនៅសាច់រឿងហ្នឹងផងដែរគឺគាត់ធ្វើដំណើរទៅផ្ទះជួលរបស់គាត់ហើយផ្ទះជួលហ្នឹងគឺនៅក្បែររបងសាលារៀនហ្នឹងទេតាមពិតទៅគាត់ជួលផ្ទះជួលផ្ទះពីលោកគ្រូម្នាក់ដែលលោកគ្រូហ្នឹងគឺគាត់ជាលោកគ្រូផ្នែករុស្ស៊ីលោកគ្រូហ្នឹងឈ្មោះថាលោកគ្រូរីណាបាទហើយគាត់មានផ្ទះជួលមានអីយ៉ាងទៅសម្រាប់ជួលឲ្យសិស្សដែលគេមកពីបាទជនបទមកពីស្រុកស្រែចម្ការអញ្ចឹងណាបាទហើយគាត់ជួលហ្នឹងគឺគាត់ជួលមួយខែក្នុងតម្លៃថោកសមរម្យទេមកអាចឲ្យសិស្សហ្នឹងគាត់អាចស្នាក់នៅបានស្នាក់នៅបានរៀនសូត្រនៅទីហ្នឹងបានហើយគាត់មិនត្រឹមតែជាគ្រូម្នាក់ដែលបង្រៀនផ្នែករូបវិទ្យាខ្លាំងទេហើយបើនិយាយពីសិស្សដែលរៀនជាមួយនឹងគាត់ផងដែរគឺសុទ្ធតែជាមនុស្សកម្ពុជាចេះតែម្ដងបាទសម្បីតែ admin ក៏រៀនមួយគាត់បានតែដែលផ្នែករូបវិទ្យាហ្នឹងហើយសិស្សគាត់និយាយរួមទៅគឺជាប់តែច្រើនដែរផ្នែករូបវិទ្យាហ្នឹងបាទហើយលោកគ្រូគាត់និយាយទៅជាមនុស្សល្អមែនតើគាត់សម្ដីអាក្រក់មែនប៉ុន្តែចិត្តគាត់ល្អបាទគាត់មានទឹកចិត្តល្អចេះជួយទុកធ្លាក់អ្នកដទៃចេះជួយក្មេងសិស្សសាលាដែលគាត់មកពីចម្ងាយមកពីអីចឹងណាបាទហើយលោកគ្រូរីណាដំបូងឡើយគឺគាត់ធ្វើផ្ទះហ្នឹងប្រហែលជា4-5បន្ទប់ដែរសម្រាប់ជួឲ្យក្មេងៗដែលមកស្នាក់នៅហើយនឹងសិក្សារៀនសូត្រនៅកន្លែងហ្នឹងអញ្ចឹងណាបាទហើយបន្ទាប់ពីមួយឆ្នាំឃើញថាកំណើនសិស្សហ្នឹងគឺចេះតែកើនមានឡើងហើយគាត់ក៏បរិច្នៅបន្ទប់ជួរបស់គាត់ហ្នឹងកាន់តែច្រើនឡើងរហូតសិស្សដែលមកពីចម្ងាយមកពីជនបទអញ្ចឹងទៅគេគិតថាកន្លែងហ្នឹងល្អមើលទៅគួរឲ្យចាប់អារម្មណ៍ហើយមាននៅមុខហ្នឹងគឺមានកន្លែងគេបរៀនកុំព្យូទ័របាទបរៀនកុំព្យូទ័របរៀនអង់គ្លេសអញ្ចឹងទៅគេងាយស្រួលសិស្សដែលគេចេញចូលមកពីបន្ទប់មកគឺដើរដល់សាលាអង់គ្លេសនិងសាលាកុំព្យូទ័រនឹងនៅមុខបន្ទប់នឹងតែម្ដងបាទគឺងាយស្រួលខ្លាំងមែនទែនហើយមីនគឺពេលតនេះក៏ឆ្លៀតមករៀនកុំព្យូទ័រនៅខាងបាទសាលានឹងដែរគឺគាត់មានសាលាមួយទៀតបាទសាលាហ្នឹងគឺគេសម្រាប់រៀនគួរសម្រាប់រៀនអីចឹងណាបាទគឺបរៀននៅក្នុងវិទ្យាល័យហ្នឹងតែម្ដងចំណែកឯផ្នែកកុំព្យូទ័រផ្នែកអីហ្នឹងគឺលោកគ្រូអ្នកគ្រូផ្សេងទៀតពីអ្នកបដិពន្ធគាត់ជាអ្នកបរៀនសិស្សបាទហើយនិយាយទៅគឺលោកគ្រូរីណាហ្នឹងគាត់បានបរិច្បាទបន្ទប់ដូចជាកន្លែងស្នាក់នៅរបស់គាត់ហ្នឹងគឺកាន់តែច្រើនឡើងដោយសារតែក្មេងសិស្សសាលាគេមកស្នាក់នៅកន្លែងហ្នឹងច្រើនអញ្ចឹងណាបាទហើយបើនិយាយរួមទៅបន្ទប់ហ្នឹងគឺគាត់ជួលសិស្សសាលាហ្នឹងហ្មងបាទគាត់ជួលសិស្សសាលាអ្នកដែលមានជំនាញខាងផ្នែកធ្វើសំណង់ធ្វើអីចឹងណាបាទជួលអាប្រុសក្មេងៗដែលជាកូនចៅគាត់ហ្នឹងជាកូនសិស្សអ្នកមកជួលបន្ទប់កន្លែងគាត់ហ្នឹងបាទគឺគាត់មកជួលក្មេងៗហ្នឹងឲ្យជួយបាទរៀបចំធ្វើកន្លែងស្នាក់នៅកន្លែងធ្វើបន្ទប់ធ្វើអីចឹងទៅរៀបអិតបោកអីចឹងទៅបាទហ្នឹងគឺគាត់ខ្ជិលជួលជាងគេមកពីចម្ងាយចឹងណាដើម្បីកុំអស់លុយច្រើនគាត់ជួលក្មេងៗសិស្សសាលាហ្នឹងទៅហើយក្មេងៗសិស្សសាលាហ្នឹងក៏ដូចចិត្តទៀតឲ្យតែលោកគ្រូរីណាហ្នឹងគាត់ជួលតាណាគឺទៅតែម្ដងបាទគឺហេតុដែលស្រឡាញ់លោកគ្រូរីណាហើយលោកគ្រូរីណាក៏ស្រឡាញ់សិស្សហ្នឹងដែរបាទគឺនិយាយទៅគឺមានអ្នកចូលចិត្តស្រឡាញ់លោកគ្រូរីណាខ្លាំងមែនតើហើយមកដល់ពេលមួយហ្នឹងគឺមានសិស្សចំនួន3នាក់សិស្សហ្នឹងគឺមកពីខាងខេត្តកំពង់ឆ្នាំងហ្នឹងដែរបាទគាត់មកជួលកន្លែងស្នាក់នៅហ្នឹងណាបាទគឺគាត់ស្នាក់នៅមួយឆ្នាំដំបូងគឺអត់មានបញ្ហាអីទេដោយសារតែគាត់នៅក្នុងបន្ទប់មួយនៅក្បែរហ្នឹងហើយបើនិយាយពីបន្ទប់នៅក្បែរហ្នឹងមួយទៀតគឺវានៅជាប់នឹង
គាត់ថាផ្លូវដើរចូលទៅសាលារៀនហ្នឹងបាទគឺមានបន្ទប់នៅក្បែរផ្លូវហ្នឹងបាទគឺធ្វើនៅជាប់ផ្លូវហ្នឹងតែម្ដងហើយនិយាយពីសិស្សច្បងពីមុនគេមកស្នាក់នៅកន្លែងហ្នឹងគឺអត់មានជួបបញ្ហាអ្វីកើតឡើងទេហើយស្រាប់តែក្មេងស្រី3នាក់ហ្នឹងដែលជាមិត្តភក្តិមានហ្នឹងគឺមកស្នាក់នៅបន្ទប់ហ្នឹងសំទោសស្នាក់នៅបន្ទប់ក្បែរហ្នឹងបាទរយៈពេលចំនួន1ឆ្នាំជាងបាទ1ឆ្នាំជាងដំបូងហ្នឹងគឺអត់មានរឿងបញ្ហាកើតអត់មានឡើងទេស្រាប់តែចូលដល់ថ្នាក់ទី11ភ្លាមបាទចូលថ្នាក់ទី11ហ្នឹងពេលហ្នឹងគឺកូវីដបាទគឺជំងឺកូវីដវាកើតមានឡើងបាទអញ្ចឹងទៅគាត់ក៏ទៅជួបបន្ទប់ហ្នឹងដដែលតែស្ថិតនៅបន្ទប់មួយទៀតបាទដោយសារតែបន្ទប់សិស្សច្បងពីមុនដែលគេរៀនចប់ទី12អញ្ចឹងគេត្រូវទៅរៀននៅសាកលដែរអញ្ចឹងបន្ទប់ហ្នឹងនៅតែនេចោលហើយមិត្តភក្តិរបស់ admin ទាំង3នាក់ហ្នឹងគាត់ក៏ទៅបាទរើអីវ៉ាន់សុំគ្រូសុំអីហ្នឹងគាត់ទៅចង់ទៅនៅស្នាក់នៅបន្ទប់ដែលសិស្សច្បងពីមុនហ្នឹងគាត់ចេញហើយគាត់ក៏បាទចូលទៅនៅបន្ទប់ហ្នឹងទៅហើយបន្ទប់ហ្នឹងទៅគឺជាយើងរាប់ពីផ្លូវដើរហ្នឹងទៅគឺបន្ទប់ហ្នឹងចំបន្ទប់លេខ2បាទគឺបន្ទប់លេខ2ហើយពីដំបូងឡើងគាត់ស្នាក់នៅជិតកន្លះខែគឺ1ខែ2ខែរហូតទៅដល់ពេលមួយពេលហ្នឹងគឺអ្វីគឺវាចាប់ផ្ដើមមានការប្រែប្រួលយ៉ាងខ្លាំងគាត់ទៅរៀនគាត់ចេញបរៀនរត់មកគឺគាត់តែងតែទៅទិញម្ហូបគឺគាត់តែងតែទៅទិញម្ហូបហើយគាត់ដាំបាយធ្វើអីជាមួយមិត្តភក្តិគាត់3នាក់4នាក់អញ្ចឹងណាបាទហើយគាត់រៀនតាំងពីព្រឹករហូតដល់ល្ងាចអញ្ចឹងទៅអត់មានពេលសម្រាប់ធ្វើម្ហូបខ្លួនឯងទេគឺដាំដាក់បាយទេដល់ពេលល្ងាចឡើងអញ្ចឹងទៅចេញបរៀនដែលសារអត់មានពេលអញ្ចឹងគឺត្រូវតែទៅទិញម្ហូបមកស្រាប់ដើម្បីញ៉ាំមួយបាយដែលគាត់ដាំហ្នឹងបាទហើយមានពេលមួយពេលហ្នឹងគឺចាប់ផ្ដើមចូលដល់ហេតុការណ៍រន្ធត់កើតមានឡើងហើយស្រាប់តែពួកគាត់ទាំង3នាក់ហ្នឹងគឺមកពីរៀនវិញក៏នាំគ្នាធ្វើលំហាត់ទៅជែកគ្នាលេងសើចសប្បាយពេលល្ងាចអញ្ចឹងណាគឺអត់មានរឿងអីកើតឡើងទេស្រាប់តែចូលទៅដល់ពេលមួយរៀងយប់ជ្រៅកដាត្រៀនខ្ទង់ម៉ោងជា11 12យប់ហ្នឹងគឺស្រាប់តែមិត្តភក្តិរបស់គាត់ហើយខ្ញុំភ្លេចបញ្ជាក់ថាមិត្តភក្តិរបស់គាត់3នាក់ហ្នឹងគឺមានឈ្មោះទី1ឈ្មោះថាម៉ូនីកាទី2ឈ្មោះថាណារ៉ុងហើយទី3ឈ្មោះថាសុខឹមបាទគាត់ទាំង3នាក់ហ្នឹងគឺជាមិត្តភក្តិស្និទ្ធស្នាលជាមួយគ្នាអញ្ចឹងណាគឺតើណាមកណាតែងទៅជាមួយគ្នាព្រោះគាត់ជាមិត្តភក្តិគេថា best friend អញ្ចឹងណាបាទតាំងពីរៀននៅបឋមរហូតដល់វិទ្យាល័យគឺពួកគាត់អត់ដែលបែកគ្នាទេហើយណាមួយគាត់នៅភូមិជាមួយគ្នាផងអញ្ចឹងហើយគឺរាប់អានគ្នាដូចជាបងប្អូនបកើតអញ្ចឹងហើយចេះតែតាណាមកណាគឺទៅជាមួយគ្នាអត់ដែលបែកគ្នាទេហើយពេលដែលមករៀននៅវិទ្យាល័យហ្នឹងស្មើស្នាក់នៅបន្ទប់ជាមួយគ្នាហ្នឹងក៏នៅជាមួយគ្នាអត់មានបែកគ្នាដែរបាទហ្នឹងគឺជាសាច់រឿងរបស់ពួកគាត់តាំងពីក្មេងមកដល់ពេលឥឡូវហ្នឹងហើយរឿងបន្តទៀតហ្នឹងគឺពេលយប់ហ្នឹងគឺស្រាប់តែបាទគាត់លេងហើយគាត់ធ្វើលំហាត់អីហើយអញ្ចឹងទៅគាត់ក៏នាំគ្នាចូលទៅសម្រាប់ប៉ុន្តែនៅម្នាក់ដែលអត់តន់សម្រាប់ទេពេលហ្នឹងគឺគាត់កំពុងតែសត់សក់បាទគឺគាត់សត់សក់ហើយគាត់ធ្វើលំហាត់គាត់គេងលេងគាត់និយាយលេងមួយមិត្តភក្តិអញ្ចឹងណាបាទលុះចូលដល់យប់កដាត្រៀតគឺម៉ោងប្រហែលជា12យប់ហ្នឹងគឺស្រាប់តែមិត្តភក្តិម្នាក់ទៀតហ្នឹងគឺអត់តន់ចូលគេងទេគឺឈ្មោះថាណារ៉ុងហើយចំណែកមិត្តភក្តិ2នាក់ទៀតគេអស់កម្លាំងគេអញ្ចឹងណាគេក៏នាំគ្នាចូលគេងបាត់ទៅប៉ុន្តែគេងស្រាប់តែមកសន្ទុះស្រាប់តែឮសលេងធ្ងោអ៊អីចឹងទៅឮសលេងមនុស្សស្រីធ្ងោបាទគឺធ្ងោនៅក្នុងបន្ទប់ហ្នឹងតែម្ដងហើយពួកគាត់ទាំងពីរនាក់ទៀតសុខីម៉ៃជាមួយនឹងនាងម៉ូនីកាគាត់ឆ្ងល់គាត់ថាឮសលេងស្អីឮសលេងធ្ងោដូចបណ្ណាត្រូវស្អីដល់ពេលគាត់ដឹងខ្លួនឡើងគាត់ស្រាប់តែខេងបាទមិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះថាណារ៉ុងហ្នឹងបាទគឺពេលហ្នឹងគឺមានអាការដូចជាខោចូលចឹងហើយពេលហ្នឹងគឺគាត់ស្រែកផងអីផងបាទហើយគាត់ធ្វើទឹកមុខរៀងនេះបាទរៀងកាចហើយធ្វើទឹកមុខរៀងកហូកដាក់មិត្តភក្តិរបស់គាត់2នាក់ទៀតដែលកំពុងតែបាទដេកហ្នឹងហើយសុខឹមហើយនឹងម៉ូនីកាគាត់ទៅខេងអញ្ចឹងអត់សួរទេស្រាប់តែស្ទុះទៅចាប់ដៃចាប់ជើងណារ៉ុងហើយសួរថាណារ៉ុងហែកើតអីអញ្ចឹងណាហើយណារ៉ុងគាត់ថាគាត់អត់ដឹងខ្លួនទេពេលហ្នឹងដោយសារតែគាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងលេងបានណាព្រោះពេលហ្នឹងគាត់កំពុងតែបាទរៀនសក់ស្រាប់តែ
ស្អីមិនដឹងទេមកចូលខ្លួនគាត់ហើយពួកសុខីមហើយនឹងម៉ូនីកាហ្នឹងក៏គាត់អត់តន់ដឹងពីអាការៈរបស់ណារងដែរថាកើតអីប្រកបហើយម្នាក់ដល់ពេលឃើញអាការៈណារងដូចជាខ្មោចចូលប្លែកអញ្ចឹងក៏ហៅមនុស្សម្នាដែរនៅក្បែរហ្នឹងហើយនៅក្បែរហ្នឹងក៏មានមនុស្សម្នាជាច្រើនដែរគេអត់តន់ដេកអញ្ចឹងគេអ្នកខ្លះគេនៅធ្វើលំហាត់គេនៅរៀនសូត្រអញ្ចឹងណាគឺអត់តន់មានអ្នកណាគេគេងអីច្រើនទេហើយម៉ូនីកាហើយនឹងសុខីមទៅវិញឃើញមិត្តភ័ក្ដិអញ្ចឹងគឺគ្នាភ័យទៅពេលគ្នាភ័យគេថាអត់សួរទៅកាន់ណារងថាឯងកើតស្អីអញ្ចឹងណាហើយណារងនៅវិញអាគ្នាវិញភ្នែកប្រឈរអីធ្វើអាការៈកញ៉េកញ្ញងដៃអីហើយភ្នែកស្លើចុះភ្នែកស្លើឡើងហើយកំហើយកំនេះចឹងទៅឌូអាការៈខ្មៅចូលអញ្ចឹងតែពេលហ្នឹងគឺគាត់អត់តន់ដឹងទេដឹងថាណារងកំពុងតែមានខ្មៅចូលហើយគាត់ក៏នាំគ្នាគាត់ប្រហែលអ្នកហ្នឹងគឺមកជួយបាទអ្នកដែលនៅក្បែរបន្ទប់ហ្នឹងគឺមកជួយខេងអាការៈណារងហ្នឹងអ្នកខ្លះគេថាណារងខ្មៅចូលអញ្ចឹងគឺនាំគ្នាបញ្ញាប់តេទៅហៅគ្រូបាទហើយគ្រូហ្នឹងគឺគ្រូរីណាហ្នឹងឯងគឺគ្រូដែលគាត់ជាម្ចាស់បន្ទប់ជួលហ្នឹងណាបាទហើយលោកគ្រូរីណាហ្នឹងគឺគាត់មានផ្ទះឯកជនរបស់គាត់ផ្ទះឯកជនរបស់គាត់ហ្នឹងគឺនៅឆ្ងាយពីសាលារៀនហ្នឹងប្រហែលជាអឺ4ទៅ5គីឡូម៉ែត្រអញ្ចឹងណាគឺនៅក្បែរផ្សារបាទគឺគាត់នៅក្បែរផ្សារនោះហើយអញ្ចឹងទៅអាពេលហ្នឹងគាត់ក៏ពួកគាត់ដែលនៅក្នុងបន្ទប់ហ្នឹងក៏នាំគ្នាតេទៅគឺតេទៅកាន់លោកគ្រូរីណាហ្នឹងឲ្យលោកគ្រូរីណាហ្នឹងមកជួយហើយតេទៅអាពេលហ្នឹងលោកគ្រូរីណាក៏គាត់អត់តន់បានសម្រាប់ពីគេងដែរបាទសំទោសគឺគាត់អត់តន់សម្រាប់អត់តន់ចូលគេងអញ្ចឹងណាគឺគាត់នៅធ្វើឯកសារនៅធ្វើកាយកិច្ចការផ្ទះឬក៏ធ្វើលំហាត់ឲ្យសិស្សអញ្ចឹងណាបាទពេលហ្នឹងលោកគ្រូរីណាក៏អត់តន់ចូលសម្រាប់ទេនិយាយសួរស្ដាប់គឺគាត់អត់តន់ចូលគេងហើយលោកគ្រូរីណាគាត់ក៏បានលើកទូរស័ព្ទហ្នឹងទៅគាត់សួរថាណាគេទេមកដល់ពេលអញ្ចឹងទៅអ្នកដែលនៅឯនេះគាត់ក៏ប្រាប់ទៅលោកគ្រូរីណាថាគ្រូរីណាមកជួយមូលការផងមូលការខ្មៅចូលអញ្ចឹងណាបាទហើយលោកគ្រូរីណាគាត់ភ្ញាក់ព្រឺតនៅពេលដែលឮសំឡេងមនុស្សដែលគេនិយាយថាមកជួយណារងផងថាណារងខ្មៅចូលអញ្ចឹងណាហើយគាត់ភ្ញាក់ផ្អើលថាមែនទេជួយនៅសឹកមិនក៏ខ្មៅចូលហើយដល់ពេលហ្នឹងគាត់ក៏អត់ចាំយូរដែរលោកគ្រូរីណាគាត់ក៏បានរៀបចំខ្លួនអីហើយគាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅហើយគាត់ធ្វើដំណើរហ្នឹងទៅគឺគាត់ជិះឡានរបស់គាត់ហ្នឹងគឺទូចហ្មងនេះបាទគឺកៅអី4បាទកៅអី4គាត់ក៏ជិះឡានរបស់គាត់ហ្នឹងធ្វើដំណើរទៅតែម្នាក់ឯងទេគឺអត់នាំប្រពន្ធនាំកូនអីទៅជាមួយទេគឺគាត់ទៅតែម្នាក់ឯងគាត់ទៅមើលចង់ដឹងថាតើនៅឯផ្ទះជួលរបស់គាត់ហ្នឹងតើមានរឿងអីកើតឡើងនៅសោកថាមានអ្នកតេមកគឺថាមានខ្មោចចូលហើយគាត់ក៏បើកឡានទៅបាទគឺធ្វើដំណើរមកដល់ផ្ទះជួលរបស់គាត់ហ្នឹងគាត់ធ្វើដំណើរប្រហែលជា4-5នាទីទេបាទគឺដល់គឺដោយសារទៅនៅចិត្តតែប្រហែលជា4-5គីឡូម៉ែត្រអញ្ចឹងណាបាទគាត់មកដល់គាត់ស្រាប់តែចុះពីលើឡានទៅគាត់ក៏ដើរទៅកាន់មនុស្សដែលកំពុងតែជុំគ្នានៅក្នុងបន្ទប់មួយហើយទៅពេលហ្នឹងគាត់ក៏សួរថាមានរឿងអីកើតឡើងបែរជាមានខ្មោចចូលមកអីចឹងដែរហើយអ្នកនៅក្បែរហ្នឹងអ្នកដែលនៅបន្ទប់ហ្នឹងក៏គេអត់ដឹងដែរថាអត់ដឹងថាមូលហេតុអីទេបានជាមកណារងគេកំពុងតែបាទនៅអង្គុយលេងសក់ហ្នឹងស្រាប់តែខ្មោចចូលអញ្ចឹងណាបាទហើយពួកគាត់នេះខំចាប់ខំអីយ៉ាងណាក៏ដោយក៏ចាប់អត់ឈ្នះដែរដល់អញ្ចឹងទៅលោកគ្រូរីណាគាត់ក៏ចូលទៅមើលបាទគាត់ចូលទៅមើលហើយនៅពេលដែលគាត់ចូលទៅមើលភ្លាមគាត់ដឹងពីអាការៈថាណារងគឺកំពុងតែមានវិញ្ញាណបាទមានវិញ្ញាណអីចូលទៅក្នុងខ្លួនរបស់គាត់អញ្ចឹងណាបាទព្រោះពេលហ្នឹងសក់ក្បាលរបស់ណារងហ្នឹងគឺកធៀងកធើងគឺគាត់ចាប់បោចសក់ខ្លួនឯងបាទគឺសក់ក្បាលគាត់កធៀងកធើងដោយសារតែអាពេលដែលខ្មោចចូលហ្នឹងគឺដៃរបស់គាត់ហ្នឹងគឺចាប់ទាញបោចសក់ខ្លួនឯងគាត់ថាដៃរបស់ណារងវិញណាគឺនៅក្នុងដៃរបស់គាត់ហ្នឹងសិតតែសក់ក្បាលគឺសក់ក្បាលខ្លួនឯងហ្នឹងឯងគ្មានសក់ក្បាលពីណាទេគឺសក់ក្បាលខ្លួនឯងហ្នឹងគឺខ្មោចហ្នឹងវាចូលទៅក្នុងខ្លួនណារងហ្នឹងហើយវាចាប់បោចសក់ក្បាលខ្លួនឯងបោចសក់ក្បាលណារងហ្នឹងគឺមនកាគាត់និយាយប្រាប់ថាគឺសក់ក្បាលណារងគឺដោយមកទាំងដៃដែរតែវាមិនដោយមកច្រើនពេកគឺលក្ខណៈថាដូចនៅដែលឈូសក់អញ្ចឹងណាបាទគឺស្រាប់តែទាញមកច្បូនមកគឺសក់ហ្នឹងដោយមកតាមដៃមកគឺច្រើនមែនតើបាទហើយអ្នកទាំងអស់គ្នាមូនីកាហ្នឹងអ្នកដែលនៅក្បែរហ្នឹងក៏ចាប់ដៃចាប់ជើងណារងអញ្ចឹងទៅកុំឲ្យ
សំទោសនៅក្បែរហ្នឹងអ្នកនៅក្បែរហ្នឹងចាប់ដៃណារងអញ្ចឹងណាចាប់ដៃកុំឲ្យដៃរបស់គាត់ហ្នឹងចាប់ទៅបោចសក់ខ្លួនឯងទៀតព្រោះថាបើបដោយឲ្យបោចសក់ខ្លួនឯងប្រកបជាក្បាលទៅពេចូលសក់ហើយតែពេលអញ្ចឹងទៅគឺលោកគ្រូឌីណាគាត់ថាអត់អីទេចាំមើលគាត់នឹងនាំទៅវត្តឲ្យលោកសុយតាក់ចេញបាទបន្ទាប់ពីនឹងហើយគាត់ក៏ឲ្យដែរឲ្យក្មេងៗនៅក្បែរហ្នឹងគឺឲ្យមនុស្សប្រុសម្នាក់ឈ្មោះថាអាហ៊ីបាទខ្ញុំហៅថាអាហ៊ីចាហើយលោកគ្រូឌីណាប្រើឲ្យអាហ៊ីហ្នឹងបាទជូនពួកគាត់ទៅបាទជូនទៅទៅវត្តដើម្បីឲ្យលោកស្រោចតាក់ដូចជាបណ្ដេញភេបិសាចដែលវានៅក្នុងខ្លួនណារងហ្នឹងហើយអ្នកទាំង3នាក់ហ្នឹងមានណារងដែលត្រូវខ្មោចចូលមានសុខីមមូនិកានិងអាហ៊ីគឺមាន3នាក់ហ្នឹងជាមួយនឹងលោកគ្រូឌីណាជាអ្នកជូនណារងហ្នឹងទៅឲ្យលោកស្រោចតាក់បាទគឺនៅពេលដែលបញ្ជូនហ្នឹងគឺនាំគ្នាចាប់ដៃចាប់ជើងផងទងំតាណារងហ្នឹងគេព្រមចឹងណាបាទគឺអាពេលហ្នឹងគឺមិនដឹងថាកម្លាំងរបស់ណារងហ្នឹងមកពីណាទេគ្នា3 4នាក់ហ្នឹងចាប់ផងអីផងគឺចាក់ចង់ឈ្នះទេគឺកម្លាំងរបស់ណារងហ្នឹងគឺខ្លាំងមែនតើហើយបន្ទាប់មកគឺនាំគ្នាចាប់អស់ណារងហ្នឹងចុះទៅក្នុងឡានហើយឡានហ្នឹងគឺមិនសូវធំបានទេទូចទេល្មមជិះគ្នា4នាក់បាន5នាក់អញ្ចឹងទៅហើយចូលទៅដល់ក្នុងឡានភ្លាមគាត់ក៏ចាប់ដើមបច្ឆេះឡានលោកគ្រូឌីណាក៏ចាំផ្ដើមបច្ឆេះឡានគឺនៅខាងក្រោយគឺមានអីគេមានស្រី2នាក់គឺមានសុខីមហើយនិងម៉ូនីកាហើយនឹងណារងនៅចំកណ្ដាលហើយនៅខាងមុខគឺមានប្រុស2នាក់គឺមានលោកគ្រូឌីណាជាមួយនឹងនីហ៊ីហ្នឹងបាទហើយគាត់ឲ្យនីហ៊ីនឹងអង្គុយខាងមុខហើយទុកឲ្យម៉ូនីកាហើយជាមួយនឹងសុខីមហ្នឹងគឺចាប់ណារងឲ្យជាប់ព្រោះខ្លាចណារងហ្នឹងធ្វើអីប្រេះប្រដាយអញ្ចឹងនៅក្នុងឡានហ្នឹងហើយបន្ទាប់មកគាត់ក៏ចេញឡានពីអាផ្ទះជួលរបស់គាត់ហ្នឹងទៅគឺធ្វើដំណើរទៅកាន់វត្តមួយដែលវត្តហ្នឹងគឺអត់មានផ្លេចឈ្មោះបាត់ទេគឺវត្តហ្នឹងគឺវាមិននៅឆ្ងាយប្រហែលទេបាទគាត់ក៏ធ្វើដំណើរទៅគាត់ធ្វើដំណើរទៅនៅពេលដែលធ្វើដំណើរទៅនិយាយពីណារងវិញគឺគាត់នៅតែបន្តអាសកម្មភាពរបស់គាត់ហ្នឹងគាត់អាការៈរបស់គាត់គឺដូចជាខ្មោចចូលអញ្ចឹងណាមនុស្សដែលឃើញមនុស្សខ្មោចចូលឯងការៈរបស់គាត់គឺស្រែកឡូឡាពេញឡានហ្នឹងបាទស្រាប់ស្រែកពេកគឺលោកគ្រូរីណាគាត់ក៏ដកបតោងមួយបតោងព្រះដកបតោងព្រះហ្នឹងពាក់ទៅករបស់ណារងហ្នឹងគឺដល់ពេលហ្នឹងពាក់ទៅគឺណារងគឺគាត់រៀងអន់តិចរៀងអន់អត់សូវជាឡូឡាអត់សូវជាអីទេដោយសារតែប្រហែលជាមកពីអត្តពលរបស់ព្រះពុទ្ធអញ្ចឹងណាបាទព្រះដែលគេពាំងករបស់ណារងហ្នឹងទៅលោកពេលដែលធ្វើដំណើរគឺបានប្រហែលជាមួយសន្ទុះធ្វើដំណើរប្រហែលជាមួយសន្ទុះណារងហ្នឹងគឺឈឺនោមណារងប្រាប់ថាគាត់ឈឺបាត់ជើងទូចបាទគាត់ឈឺបាត់ជើងទូចអញ្ចឹងគាត់ថាចង់ចោះពីលើឡានប៉ុន្តែអាពេលដែលជិះឡានមកដល់ពាក់កណ្ដាលផ្លូវហ្នឹងលោកគ្រូណាចេះតែសង្កេតមើលហើយនៅក្នុងឡានហ្នឹងក៏ចេះតែសង្កេតមើលពីសកម្មភាពរបស់ណារងដែរគឺភ្នែកគាត់កលែកក្លាប់គឺគាត់ចង់រត់ចេញពីឡានតិចអីតិចអញ្ចឹងណាបាទហើយលោកគ្រូណាគាត់ដឹងអំពីអាពាធក៏ដូចជាដឹងអំពីអាការៈរបស់ណារងហ្នឹងហើយគាត់ដឹងពីអាការៈរបស់ណារងអាពេលដែរណារងសុំលោកគ្រូសុំអ្នកទាំងអស់គ្នាដែលនៅក្នុងឡានហ្នឹងសុំតាគាត់ឈឺបាត់ជើងទូចគាត់សុំចុះតែបាត់ជើងទូចបានអត់គាត់ឈឺនោមគាត់ត្រលេងបានហើយអាពេលដែលគាត់សុំនោះភ្នែកគាត់ក្លេកក្លាប់ហើយគាត់មានអារម្មណ៍ថាដូចគាត់ចង់រត់ចេញពីក្នុងឡាននឹងតិចអីតិចអញ្ចឹងណាបាទប៉ុន្តែលោកគ្រូឌីណាគឺគាត់ដឹងថាអូអានេះវាជាវាចង់រត់ចង់រត់ចេញពីឡានអញ្ចឹងណាបានវាធ្វើពុតជាឈឺនោមអញ្ចឹងទៅហើយព្រោះលោកគ្រូឌីណាដឹងហ្នឹងដោយសារតែខ្មោចបើសិនជាវាចូលទៅក្នុងខ្លួនមនុស្សវាអាចនាំយើងចូលទៅក្នុងព្រៃចូលទៅធ្វើអីឬក៏ចូលទៅសម្រាប់ខ្លួនជាដើមអាហ្នឹងជាអ្វីដែលលោកគ្រូឌីណាគាត់ជឿជាក់អញ្ចឹងណាបាទគាត់ជឿជាក់ថាបើសិនជាខ្មោចហ្នឹងវាចូលទៅក្នុងខ្លួនវាប្រកាសជានាំណារងហ្នឹងហត់កិច្ចទេបើសិនបើយើងអត់ឃ្លាំមើលបើសិនបើយើងអត់ចាប់ណារងហ្នឹងជាប់គឺច្បាស់ណាស់ព្រោះថានៅក្បែរកន្លែងណាក៏ធ្វើដំណើរមកនៅតាមផ្លូវហ្នឹងគឺវាមានព្រៃច្រើនដែរបាទគឺវាមានព្រៃមានអីចឹងណាបាទចឹងហើយគឺលោកគ្រូឌីណាគាត់ខ្លាចថាណារងហ្នឹងចេញពីលើឡានទៅគឺខ្លាចហត់ចេញពីឡានទៅចូលក្នុងព្រៃបាត់ដឹងថាទៅហើយណាឬក៏នាំណារងហ្នឹង
សំទោសឬក៏ខ្មោចហ្នឹងវានាំតារងទៅណាទៅចងកទៅសម្រាប់ខ្លួនអាហ្នឹងអ្វីដែលគាត់ស្មានអញ្ចឹងណាបាទស្មាទោសហើយលោកគូរីណាក៏អត់ទុកចិត្តទេដល់ពេលគាត់អត់ទុកចិត្តបែបហ្នឹងហើយគាត់ក៏ឲ្យបាទស្រីពីរនាក់ដែលអង្គុយខាងក្រោយទៀតហ្នឹងគាត់ក៏ឲ្យពួកគេទាំងពីរហ្នឹងចោះទៅតាមតារងហើយចោះទៅតាមហ្នឹងគឺចាប់ដៃជាប់គឺគៀកស្មាអញ្ចឹងណាបាទគឺគៀកស្មាជាប់អត់ឲ្យណារងហ្នឹងរត់ចេញទេបាទរួចដល់ពេលដែលណារងហើយនឹងគ្នាពីរនាក់ទៀតដែរស្រីគ្នាគេហ្នឹងចុះទៅជួនណារងទៅបត់ជើងទួយហ្នឹងហើយលោកគូរីណាហើយជាមួយនឹងគ្នាហ៊ីហ្នឹងគឺនៅក្នុងឡាននេះអត់ចោះទៅទេដោយសារតែឲ្យពួកគេ3នាក់ហ្នឹងចោះទៅបាទជួនណារងហ្នឹងទៅបត់ជើងទួយលុះបត់ជើងទួយទៅគាត់ថាបត់ជើងទួយមិនបានផ្លែតផងបាទគឺគាត់តែចេញពីក្នុងឡានហ្នឹងស្រាប់ថាណារងគាត់ថាបាច់ឈឺនោមហើយអញ្ចឹងអាមិញគឺគាត់ទីសុំគេថាគាត់ឈឺនោមគាត់ចង់ចុះទៅនោមអញ្ចឹងណាបាទគាត់ឈឺនោមខ្លាំងហើយគាត់ទ្រាំអត់បានអញ្ចឹងទៅតែនៅពេលដែលចោះទៅស្រាប់តែមានអ្នកកាន់ដៃគ្រាដៃគ្រាអីចឹងទៅស្រាប់តែណារងបដូរកន្លះវិញថាគាត់អត់ឈឺនោមទេគាត់ឈឺនោមចឹងណាបាទហើយអ្នកទាំងអស់គ្នានោះក៏ប្លែកដែរជីមិញត្អូញថាឈឺនោមដល់ពេលចោះលើឡានតោះបានបត់ជើងនោះថាអត់ឈឺនោមណាវិញចឹងទៅក៏អត់នាំគ្នាគិតច្រើនដែរចឹងក៏នាំណារងនោះចូលមកក្នុងឡានវិញហើយចូលមកក្នុងឡានវិញក៏នៅគ្នាបន្តដំណើរទៅមុខទៀតបន្តដំណើរទៅមុខទៀតទៅគឺប្រហែលជាមួយស្ទុះណារងគឺចាប់ដើមមានអាការៈអញ្ចឹងទៀតណាអាការៈគឺគេភ្នែកគាត់ក្លេក្លាប់ហើយគាត់អង្គុយបដាគាត់សើចបដាគាត់សើចដូចអត់មានរឿងអីអញ្ចឹងគាត់សើចដូចជាលក្ខណៈថាដូចជាគាត់កំពុងតែមើលរឿងកំ pl ែងឬក៏កំពុងតែស្ដាប់រឿងកំ pl ែងទាំងដែលអ្នកដែលនៅក្នុងឡានហ្នឹងគឺម្នាក់គឺស្ងាត់ជ្រាបអត់មានណប់គេនិយាយសំបីតែមួយម៉ាត់ហើយណារងអញ្ចឹងគាត់អង្គុយនៅកណ្ដាលគេគាត់តែសើចគាត់តែញ៉ាំញ៉ែមហើយសើចអស់សំណោចអញ្ចឹងណាសើចនេះលក្ខណៈតែមនុស្សឈួតអញ្ចឹងហើយអ្នកនៅក្នុងឡានជាពិសេសសុខីមហើយនឹងម៉ូនីកាដែលអង្គុយបាទខៀកដៃណារងសងខាហ្នឹងទាំងឆ្វេងនិងស្ដាំហ្នឹងគាត់នៅពេលដែលឃើញអាការៈរបស់ណារងហ្នឹងគាត់មានអារម្មណ៍ភឺក្បាលហើយភឺរួមមែនតែបាក់រួមឆ្កេងឆ្កាងហើយដល់ពេលហ្នឹងគាត់ថាភឺក្បាលខ្លាំងមែនតែនពេលអាខេងណារងហ្នឹងបាទកំពុងតែសោយពងអីចឹងហើយគាត់សោយបដាគាត់ធ្វើមុខឌឺដងញ៉ែមដាក់អ្នកដែលនៅក្បែរខ្លួនគាត់ហ្នឹងក្បែរខ្លួនណារងហ្នឹងហើយមូនៃការជាមួយហ្នឹងសុខេមគាត់ខេអញ្ចឹងគាត់ភ័យគាត់ខ្លាចគាត់ថាលោកគ្រូជួយបើកឡានឲ្យលឿនតិចទៅឲ្យឆាប់ដោគាត់អញ្ចឹងខ្ញុំខ្លាចលោកគ្រូមូនៃការសុខេមគាត់និយាយចឹងដល់ពេលលោកគ្រូនេះណាគាត់ថាទ្រាំតិចចិត្តដល់ហើយទ្រាំតិចទៅគ្រូនេះណាគាត់និយាយចឹងហើយស្ទុះបានជិះឡើងទៅដល់វត្តមួយទៅដល់វត្តហ្នឹងគឺស្រាប់តែឃើញវត្តហ្នឹងគឺគេចាក់សោបាទគេចាក់សោទ្វារចាក់អីចឹងណានៅមុខខ្លងទ្វារវត្តហ្នឹងគឺអត់មានមនុស្សទេដោយសារលោកគាត់ចូលសឹងចូលអីអស់ហើយចឹងដល់ពេលគាត់ចាំមកស្ទុះបានថានៅក្នុងវត្តហ្នឹងគឺប្រហែលជាលោកចូលសឹងអស់ហើយរៀងស្ងាត់នេះអីចឹងណាហើយលឺសលេងឆ្កែលូដូច្នេះគាត់ក៏សម្រេចចិត្តទៅវត្តមួយទៀតបាទគាត់ចេញពីវត្តហ្នឹងគឺគាត់ទៅវត្តមួយទៀតគាត់ចេញពីវត្តហ្នឹងទៅធ្វើដំណើរទៅប្រហែលជាមិនស្ទុះស្រាប់តែទៅដល់វត្តហ្នឹងមួយទៅដល់វត្តហ្នឹងគាត់ឃើញថានៅខ្លោងទ្វារវត្តហ្នឹងគឺចាក់សោដែរគាត់ថានៅក្នុងវត្តនៅក្នុងនេះអញ្ចឹងគឺមានភ្លើងបាទគឺមានភ្លើងនៅបើកនៅឡើយទេគឺអត់ទាន់បិទទេហើយភ្លើងចេញពីក្នុងកុដិមួយដល់ពេលនេះទៅគាត់ក៏នាំមូលការនាំអីអញ្ចឹងចោះទៅលើទៅហើយចាំនៅខ្លោងទ្វារវត្តហ្នឹងចំណែកឯណារងដែលកំពុងខ្មោចចូលហ្នឹងនៅតែធ្វើយ៉ាងអាការៈរបស់គាត់នៅតែដូចមនុស្សដែលកំពុងខ្មោចចូលអញ្ចឹងណាបាទហើយដល់ពេលហ្នឹងនៅក្នុងវត្តវិញគឺសម្លេងឆ្កែវាចេះតែព្រោះខ្លាំងឡើងហើយព្រោះផងលូផងធ្វើឲ្យអ្នកដែលមកជាមួយហ្នឹងគឺពើក្បាលខ្ញាក់បាទព្រោះថានៅក្នុងវត្តផងបងប្អូនហ្នឹងហើយនៅក្នុងវត្តហ្នឹងមានចែកដីមានអីមិនថាតែភឺក្បាលមិនថាតែមើលនេះគឺអាពេលហ្នឹងសម័យអត់ចង់ចេញទេគាត់ថាគឺភឺក្បាលខ្លាំងមែនទែនដោយសារសម្លេងឆ្កែលូហ្នឹងហើយម៉ោងវិញគឺចូលម៉ោង1ហើយអាពេលហ្នឹងគឺម៉ោងចូលម៉ោង1យប់ហើយអញ្ចឹងវាស្ងាត់អញ្ចឹងណាហើយមកស្ទុះស្រាប់តែមានកូនណែនមួយគាត់ឮសម្លេងឆ្កែព្រុសហើយគាត់ឆ្ងល់គាត់ថាឆ្កែហ្នឹងវាព្រុសយូរម៉េចហើយបន្ទាប់មកគាត់ក៏ចោះពីលើកត់មកគាត់ក៏
បាទមកបើកទ្វារវត្តដល់ពេលបើកទ្វារមកស្រាប់តែឃើញមនុស្ស3 4នាក់កំពុងតែឈរនៅខ្លោងទ្វារវត្តហើយឈរដើរចុះដើរឡើងដើរចុះដើរឡើងហើយគាត់ឆ្ងល់គាត់ក៏ចុះមកហើយកាន់ពិលហ្នឹងគាត់ថាណាគេហៅអីអញ្ចឹងណាមានការអីហើយដល់ពេលម្ដងស្រាប់តែឃើញបាទពួកលោកគ្រូរីណាជាមួយនឹងសុខីម៉ូនីកាអញ្ចឹងណាកំពុងតែឈរនៅខ្លោងទ្វារវត្តខាងមុខហ្នឹងដល់ពេលអញ្ចឹងទៅលោកគ្រូរីណាគាត់ថាគាត់មានការចង់ជួបលោកគ្រូចៅអធិការវត្តអីចឹងណាបាទដោយសារតែកូនរបស់គាត់កូនសិស្សគាត់ហ្នឹងគឺកំពុងតែខ្មោចចូលអញ្ចឹងចូលឲ្យលោកគ្រូបាទជួយដោះអំពើជួយបដិញខ្មោចជួយស្រោចទឹកអីដាក់ខ្សែបដិញខ្មោចនឹងចេញផងហើយកូនណែហ្នឹងគាត់ក៏បើកទ្វារឲ្យពួកគាត់ហ្នឹងចូលទៅក្នុងវត្តហ្នឹងទៅដល់ពេលបើកទ្វារចូលទៅក្នុងវត្តហើយលោកគ្រូចៅអធិការវត្តគាត់ក៏អញ្ជើញម្ដងគាត់ឃើញពីអាការៈរបស់អ្នកទាំងអស់គ្នាគាត់ក៏យល់បាទគាត់ក៏យល់ថាគឺណារងគឺកំពុងតែខ្មោចចូលបាទខ្មោចចូលហើយខ្មោចហ្នឹងនៅពេលដែលឃើញប្រសងគឺរៀងខ្លាយដែរប៉ុន្តែនៅតែធ្វើសកម្មភាពមួយគឺសកម្មភាពបាទញ៉ាំញែងស្រឡឹងចុះស្រឡឹងឡើងអញ្ចឹងណាគឺតែពេលហ្នឹងប៉ុន្តែគាត់រៀងខ្លាចដែរឃើញប្រសងអញ្ចឹងណាព្រោះហើយនៅក្នុងវត្តទៀតអញ្ចឹងមិនខ្លាចខ្មោចវាខ្លាចលោកដែរខ្លាចបារមីវត្តដែរអញ្ចឹងវាចេះខ្លាចអញ្ចឹងណាបាទហើយបន្តមកទៀតគាត់ក៏ឲ្យណារងបាទលោកគ្រូចៅអធិការវត្តក៏ឲ្យនាំណារងហ្នឹងមកបាទមកស្រោចទឹកចេញមកហើយនៅពេលដែលស្រោចទឹកស្រោចអីសូត្រមុនគេថាបន្តោះឬក៏រំដោះខ្មោចនឹងចេញពីក្នុងខ្លួនរបស់ណារងហើយណារងគឺវិលមកសកម្មភាពធម្មតាហើយនៅពេលដែលស្រោចទឹកអីហើយលោកគ្រូគាត់ក៏ដាក់ខ្សែចងខ្សែសមាចងអីចឹងនៅកដៃក៏អីចឹងដែរហើយបន្ទាប់ពីដេញហើយគាត់ក៏និយាយប្រាប់រឿងមួយថាពួកណារងនឹងមានបានទៅធ្វើអីអត់ហើយមានបានទៅខុសមាត់ខុសកអីអត់ហើយពួកគេទាំង3នាក់ហ្នឹងគាត់ក៏និយាយថាអូអត់មានខំមាត់ខកកឬក៏មានទៅធ្វើអីហងអត់មានបញ្ហាអីផងហើយលោកគ្រូចៅតកវ៉ាគាត់ថានៅក្នុងបន្ទប់ហ្នឹងគឺមានអ្នកថែរក្សាមានអញ្ចឹងណាមានជំនាញឬក៏មានដួងវិញ្ញាណអញ្ចឹងណាគេនៅថែរក្សានៅក្នុងបន្ទប់ហ្នឹងអញ្ចឹងនៅពេលដែលយើងចូលក្នុងបន្ទប់ហ្នឹងបើសិនបើយើងអត់សែននៃគេគឺប្រកាសជាគេខឹងគេសបាអញ្ចឹងទៅគេខឹងគេអីអញ្ចឹងណាលោកគ្រូចៅតកវត្តគាត់ក៏និយាយប្រាប់ថានៅពេលដែលត្រឡប់ទៅវិញស្អែកឡើងហៅមើលទិញផ្លែឈើទិញអីចឹងណាដាក់នៅក្នុងបន្ទប់ហ្នឹងហើយនៅពេលដែលលោកគ្រូចៅតកវត្តនិយាយចឹងហើយពួកគាត់ទាំង3នាក់ស្រីហ្នឹងគាត់គឺអីគេគាត់ភ្ញាក់ផ្អើលគាត់ថាគាត់ភ្លេចឲ្យឆឹងគាត់ថាអញ្ចឹងគាត់ថាអើមែនអាពេលដែលចូលមកនៅដបងគាត់មានបានដាក់សែនទេណាហើយបងប្អូនដឹងអត់យើងអ្នកខ្លះគេមានជំនឿគេថាបើសិនបើគេទៅនៅកន្លែងណាមួយទៅក្នុងបន្ទប់ណាមួយឬក៏ទៅជួបផ្ទះណាមួយមុននឹងគេចូលគេត្រូវតែដាក់សែនអីចឹងទៅដាក់សែនជាផ្លែឈើដាក់ជាសំណែននំនែកអីចឹងដែរហើយឲ្យធូបទៅនិយាយថាសុំកូនចៅសុំនៅឯកុំប្រកែប្រកាន់អីចឹងណាបាទអាហ្នឹងជាជំនឿរបស់អ្នកមួយចំនួនអញ្ចឹងណាបាទស្មីតែ admin ក៏ជឿដែរ admin ទៅណាឆ្ងាយទៅជួផ្ទះគេឬក៏ទៅស្នាក់នៅផ្ទះគេបាទគឺឲ្យតែផ្លែគឺដឹងតែ admin ដាក់សំណាងសែនហើយថាកូនចៅសុំមកនៅអញ្ចឹងណាបាទសុំជួយថែរក្សាសុំមកក្តីសុខបានណាសុំសុខសប្បាយអញ្ចឹងណាបាទដល់ពេលលោកគ្រូចៅតកវត្តអញ្ចឹងហើយនិយាយអញ្ចឹងហើយគាត់ក៏គាត់នឹកឃើញថាពេលដែលគាត់ចូលមកនៅបន្ទប់នឹងដំបូងគាត់អត់មានបានដាក់សែនដាក់សំណែនអីឲ្យគេណាអញ្ចឹងហីបែរជាខ្មោចហ្នឹងគេខឹងអត់ដាក់សំណែនដាក់អីគេអញ្ចឹងទៅបានខ្មោចហ្នឹងគេខឹងបាទខឹងដោយសារតែអត់ដាក់សំណែនឲ្យអញស៊ីអញ្ចឹងនោះគេខឹងគេចូលខ្លួនទៅគេធ្វើបាវអញ្ចឹងទៅអាហ្នឹងគឺជាមេរៀនមួយបាទគឺសម្រាប់បាទបងប្អូនដែលគាត់ទៅណាទៅណីបាទមើលទៅកន្លែងប្លែកអីបាទគឺដាក់សំណែនគេទៅប៉ុន្តែយើងមិនចេះដាក់ណាបាទគឺយើងមើលកលៈទេសៈដែរយើងមើលថាកន្លែងណាគួរដាក់កន្លែងណាមិនគួរដាក់ព្រោះកន្លែងខ្លះគឺយើងដាក់ទៅវាអាចបាទយើងអាចដាក់ទៅវាចំទៅកាន់ពួកខ្មោចព្រាយបិសាចដែលវាមានបំណងអាក្រក់អញ្ចឹងណាបាទព្រោះមានមែនបាទមានមែនគឺមានអ្នកខ្លះគាត់ទៅព្រៃទៅអីចឹងណាបាទគឺគាត់ដាក់ទៅក៏ដាក់សំណែនដាក់អីចឹងណាបាទគឺដាក់សែនទៅដល់ពពួកព្រាយបាទបិសាចអីចឹងទៅក្នុងព្រៃចឹងទៅហើយបន្ទាប់ពីសែនហើយ
bộ phê bây giờ nó vì mà tam luôn chứ thôi bà cứ miền hai ca là cứ vì miền bật mẹ đó anh đang cứ nhóm thọp lử hay em có thọp bán chụp bằng đài bà để tôi chúng môi nè rồi nè hay tọa pi lục khu trả lời cả bọn quạt vừa bị thi đồng đó mình đây khăm mình đây ấy trên pi khăn luôn một nà rong nè hấy lục khu có lục khu đi nè còn có nôm bà nà rong tọa một teo những từ hay có phải cùng lia bà lục khu trả lời cả bọn chứ nó bà hay nó pe đài tọa một vấn khi thà cả đã là bọn nà rong nó cứ chập đàm bà xa là cứ lên ấy bà cứ thòm đà bình hay làไปได้ធ្វើដំណើរមកតាមផ្លូវហ្នឹងក៏អត់មានជួបរឿងរ៉ាវផែនការអីវ័យការឡើងដែរដល់ពេលជូនមកដល់ផ្ទះជួលវិញលោកគ្រូទីណាក៏បាននិយាយប្រាប់ថាកំ pl ថាស្អែកហ្នឹងទៅរកទិញមើលផ្លែឈើអីយកមកសែនបន្ទប់ហ្នឹងផងកុំឲ្យគេខឹងគេទៀតតាមពិតបងប្អូនបើយើងសាររឿងហ្នឹងទៅក្រោយវិញណាគឺតាមពិតខ្មោចដែរនៅក្នុងបន្ទប់ហ្នឹងបានថាទូគាត់ជាជំនាញផ្ទះអីចឹងណាបាទជាជំនាញបន្ទប់វិញចឹងទៅតែដែលហេតុថាពួកគាត់ទាំង3នាក់គាត់ចូលមករស់នៅគឺអត់ដែរសែនអត់ដែរអីចឹងណាបាទហើយគេជាអ្នកថែរក្សាបន្ទប់ហ្នឹងគេមិនខឹងដល់ពេលខឹងគឺទៅចូលខ្លួនណារងហើយតាមពិតទៅណារងពេលហ្នឹងគាត់មានរាសីទៀបបាទគាត់មានរាសីទៀបជាងគេចំណែកឯសុខីមីជាមួយនឹងមូនីកាគាត់ប្រហែលជាមានរាសីខ្ពស់ចឹងណាបាទបានជាខ្មោចហ្នឹងគឺមិនហ៊ានចូលខ្លួនរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងទៅហើយស្រាប់តែឃើញថាណារងគឺមានអាកាសល្អបាទមានរិស័យទៀតចឹងហើយខ្មៅហ្នឹងក៏ចូលក្នុងខ្លួនរបស់ណារងទៅហើយក៏លោកគ្រូឌីណាក៏បានណែនាំបាទរៀបរាប់ថាកំ pl អាស្រ័យទៅរៀបចំដាក់សែនអីគេចឹងទៅបាទលីមកលេកចឹងទៅចឹងណាបាទលុះដល់ថ្ងៃស្អែកឡើងគឺដល់ពេលហ្នឹងគឺអេដមីនទៅរៀនលោកអេដមីនទៅរៀនគួរហ្នឹងគឺរៀនគួរពេលថ្ងៃទេគឺម៉ោង 2:10 គឺម៉ោង 2:10 ថ្ងៃត្រង់ហើយទៅដល់គេទៅមុខលោកគ្រូរីណាហើយជាមួយនឹងកូនសិស្សដែលទៅខ្មោចចូលហ្នឹងគឺទៅមុខយប់មិញហ្នឹងគឺអត់បានដេកហើយដល់ពេលហ្នឹងអេដមីនអត់បានស្ថិតនៅក្នុងហេតុការណ៍ហ្នឹងទេប៉ុន្តែអេដមីនឆ្ងល់មកពេលដែលឃើញលោកគ្រូរីណាគាត់ទៅរៀនគួរអេដមីនទៅរៀនឃើញទាំងមុខលោកគ្រូរីណាហ្នឹងគឺមើលទៅដូចក៏សូវបានដេកហើយគាត់អង្គុយរៀនបណ្ដាគាត់ស្ងាប់បណ្ដាគាត់ស្ងាប់ដូចជាមនុស្សអត់បានដេកតាំងពីយប់វិញហ្នឹងបាទហើយក៏នាំគ្នាសួរថាគ្រូកាត់អីថ្ងៃណាអង្គុយស្ងាប់រៀនស្ងាប់អញ្ចឹងណាហើយលោកគ្រូទីណាក៏បានប្រាប់ទៅថាបានដេកស្អីបើយប់មិញខ្មោចចូលអាមួយនោះឯងគ្មានបានដេកទេមកយប់បាទហើយគាត់ក៏និយាយរឿងហើយប្រាប់មកកាន់បាទកូនសិស្សរបស់គាត់ដែលនៅក្នុងថ្នាក់ហ្នឹងមានតែមានអីចឹងណាមិត្តភក្តិមានប្រហែលជា20-30នាក់ដែរគេអង្គុយនៅក្នុងថ្នាក់ហ្នឹងរៀនគួរបាទចឹងយើងសរុបមកវិញសរុបមកសាច់រឿងរបស់យើងគឺមិត្តភក្តិ3នាក់ស្រីមានឈ្មោះថាណារងហើយសុខីមហើយនិងម៉ូនីកាគឺគាត់ជាមិត្តភក្តិស្និទ្ធស្នាលនិយាយទៅជា best friend មួយគ្នាគាត់រៀនជាមួយគ្នាតាំងពីបឋមរហូតដល់វិទ្យាល័យបាទគឺអត់មានបញ្ហាទេលុះមកដល់ពេលមួយដែលគាត់ជួបបន្ទប់បកគោរីណាហ្នឹងនៅជួមួយឆ្នាំដំបូងហ្នឹងគឺមួយឆ្នាំជាងដំបូងគឺអត់មានរឿងអីកើតឡើងចំពោះគាត់ទេដោយសារតែគាត់បាននៅបន្ទប់ហ្នឹងបាទគាត់នៅបន្ទប់មួយទៀតគឺនៅក្បែរហ្នឹងទេបាទគឺនៅបន្ទប់ហ្នឹងមួយទៀតហើយគាត់ស្នាក់នៅរហូតពេញមួយឆ្នាំជាងហ្នឹងគឺអត់មានរឿងអីកើតឡើងទេគាត់ដល់ពេលដែលគាត់ឡើងមកដល់ថ្នាក់ទី11ហ្នឹងបាទថ្នាក់ទី11រៀនអីចឹងណាគាត់ក៏ជួបរឿងរ៉ាវហេតុការណ៍ហ្នឹងកើតឡើងទៅគឺពួកគាត់ទាំង3នាក់ហ្នឹងគឺអង្គុយរៀនសក់អង្គុយជែកគ្នាអង្គុយអីចឹងណាបាទគឺក្មេងសំទោសមិត្តភក្តិរបស់គាត់2នាក់សុខីមហើយណារងសុខីមហើយនិងម៉ូនីកាគឺគាត់ពេលហ្នឹងគាត់ដេកលួយគឺខ្ទង់ម៉ោង 12 ណាខ្ទង់ម៉ោង 11 12 យប់អញ្ចឹងគាត់មិនអស់កន្លងគាត់ដេកទៅពេលដេកទៅនៅណារងមួយមិត្តភក្តិគាត់ហ្នឹងហើយណារងហ្នឹងមិនតន់ដេកណាប៉ុន្តែដល់ពេលឮសលេងនៅធ្ងោក្នុងបន្ទប់ហ្នឹងគាត់ឆ្ងល់គាត់2នាក់ហ្នឹងគាត់ដឹងខ្លួនឡើងគឺស្រាប់តែខេងណារងហ្នឹងគឺមានអាការៈបែបហ្នឹងក្រាក់គឺដូចជាខ្មោចចូលហើយពេលហ្នឹងគាត់ដឹងច្បាស់ហើយគាត់ក៏ទេទូរស័ព្ទហើយហៅបាទមិត្តភក្តិដែលនៅក្បែរហ្នឹងដែលគេអត់តន់ដេកហៅមកជួយមើលតាមណារងកំពុងកើតអីចឹងណាបាទហើយនៅពេលដឹងថាណារងខ្មោចចូលហើយក៏ទេហៅគ្រូរីណាមកជួយមើលជួយអីចឹងទៅក៏នាំណារងហ្នឹងបាទទៅរកវត្តប៉ុន្តែពេលដែលមុននឹងនាំទៅរកវត្តទៅវត្តហ្នឹង
នៅតាមផ្លូវ admin ក៏បានបញ្ជាក់ពីដើមមកថាណារងហ្នឹងគេធ្វើពុតទេអាពេលហ្នឹងអាពេលដែលធ្វើពុតថាឈឺនោមឈឺអីហ្នឹងឈឺបោះជើងទូអញ្ចឹងណាបាទបាត់ណារងគេធ្វើពុតទេប៉តិតកាមប៉ិតណារងហ្នឹងមិនមែនជាអ្នកនិយាយតែផ្ទាល់ទេថាប៉ិតខ្មោចហ្នឹងជាអ្នកអបជាណារងហ្នឹងឯងបាទជាអ្នកអបជាណារងថាឈឺនោមឈឺអីហ្នឹងតែតាមការប៉ិតគឺខ្មោចហ្នឹងវាចង់នាំណារងហ្នឹងរត់ចេញចូលទៅក្នុងព្រៃបាទប៉ុន្តែដោយសារតែលោកគ្រូរីណាគាត់ដឹងអំពីអារឿងរ៉ាវហ្នឹងណាហើយគាត់ក៏ឲ្យសុខីមឲ្យជាមួយនឹងម៉ូនីកាហ្នឹងមិនទៅតាមបាទទៅតាមណារងហ្នឹងខ្លាចណារងហ្នឹងគឺរត់ចេញរត់ចូលទៅក្នុងព្រៃអញ្ចឹងទៅវានាំទៅណាទៅនៅអញ្ចឹងទៅខ្លោចហ្នឹងគាត់អត់ទុកចិត្តអញ្ចឹងណាបាទប៉ុន្តែដល់ពេលចុះពីលើឡានចុះទៅតបាននោមណាតបានបោះជើងទួយផងគាត់ថាណារងណាមិនបាទអត់ឈឺនោមទេជប់ឈឺជប់អីអញ្ចឹងណាហើយលោកគ្រូរីណាដល់ពេលលើអញ្ចឹងមិនឆ្ងល់គាត់ថាចុះមិញសេកថាឈឺនោមឈឺអីអញ្ចឹងហើយដល់ពេលចោះទៅតបាននោមផងតែថាលេងឈឺនោមលេងអីយ៉ាងទៅហើយគាត់ដឹងថាប្រហែលជាខ្មោចនឹងធ្វើពុតថាឈឺនោមព្រោះខ្មោចនោះវាចង់នាំណារងចូលក្នុងព្រៃអញ្ចឹងបាទវាក៏ឈឺអាកាសអញ្ចឹងណាបាទធ្វើពុតឈឺនោមឈឺអីអញ្ចឹងទៅលោកដែលចូលមកដល់ខាងឡានក៏ជួនណារងទៅដល់ក្នុងវត្តហ្នឹងប៉ុន្តែជាការសោយរបស់គាត់ណាបាទដល់ពេលដែលគាត់ធ្វើដំណើរទៅដល់វត្តមួយដល់វត្តហ្នឹងគឺលោកអត់បើកទ្វារទេបាទដោយសារតែលោកគាត់ចូលសឹងអស់ហើយអញ្ចឹងទៅក៏នាំគ្នានាំណារងហ្នឹងទៅកាន់វត្តមួយទៀតបាទប៉ុន្តែសំណាងដែរពេលដែលទៅដល់វត្តហ្នឹងគឺនៅក្នុងវត្តហ្នឹងគឺអត់ទាន់បិទភ្លើងបាទលោកប្រហែលជាលោកអត់ទាន់សឹងអញ្ចឹងណាទៅដល់ក៏ឃើញកូនណែនដែលគាត់អត់ទាន់សឹងអញ្ចឹងទៅគាត់ឃើញប្លែកចម្លែកថ្ងៃហ្នឹងឃើញឆ្កែលូឆ្កែអញ្ចឹងហ្នឹងគាត់ចម្លែកគាត់ចោះទៅលើកត់មកមើលថាណាគេ100អញ្ចឹងណាដល់ពេលមកដល់គាត់ទៅឃើញជួបលោកគ្រូឌីណាជាមួយនឹងកូនសិស្សរបស់គាត់ណា3-4នាក់ទៀតហ្នឹងហើយក៏សួររឿងរ៉ាវហេតុការណ៍ហ្នឹងទៅដឹងថាកូនសិស្សគាត់ចង់មកជួបលោកគ្រូចាតិកាដើម្បីឲ្យគ្រូចាតិកាវត្តហ្នឹងគឺជួយបដិញខ្មោចចេញពីក្នុងខ្លួនមកនៃការហ្នឹងទៅហើយលោកគ្រូចាតិកាវត្តក៏បដិញខ្មោចហ្នឹងមែនបាទបដិញខ្មោចហ្នឹងអីហ្នឹងប៉ុន្តែដល់ពេលចុងក្រោយបដិញខ្មោចហើយលោកគ្រូចាតិកាក៏សួរទៅកាន់3នាក់ហ្នឹងថាមានធ្វើអីខុសអត់ហើយដល់ពេលឮលោកគ្រូចាតិកាវត្តនិយាយបែបហ្នឹងពួកគាត់ទាំង3នាក់មិនឆ្ងល់គាត់ភ្ញាក់ផ្អើលថាអញ្ចឹងតែមិនបានទៅធ្វើអីទេហើយលោកគ្រូចាតិកាវត្តក៏បាននិយាយថាវិញ្ញាណដែលស្ថិតនៅក្នុងបន្ទប់ហ្នឹងគឺតាមពិតហ្នឹងគឺជាអ្នកថែរក្សាបន្ទប់ហ្នឹងបាទជាលក្ខណៈថាជាជំនាញបន្ទប់ជាអីចឹងណាបាទយើងដាក់សែនដៃឲ្យគេចឹងទៅគេខឹងគេចូលមកធ្វើបាបចឹងទៅប៉ុន្តែមិនថាធ្វើឲ្យបាត់បង់ដល់អាយុជីវិតទេគឺគេគ្រាន់តែចូលមកបែបលក្ខណៈថាចង់បន្លាចយើងអីចឹងណាបាទចង់គំរាមយើងអីចឹងទៅប៉ុន្តែគឺមិនទៅធ្វើបាបឲ្យដល់បាត់បង់អាយុជីវិតអីទេអាហ្នឹងជាអ្វីដែលលោកគ្រូចាតិកាវត្តបាននិយាយចឹងណាគាត់ថាមកពីគាត់មកស្នាក់នៅហ្នឹងគឺគាត់ដាក់សំណែនឲ្យគេអត់សែនអីចឹងណាតែមកគេខឹងគេចូលក្នុងខ្លួនគេធ្វើបាបចឹងទៅលោកដឹងរឿងហេតុការណ៍ហ្នឹងហើយដល់ពេលបដិញខ្មោចបដិញហើយគាត់ធ្វើដំណើរមកផ្ទះទៅប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺស្អែកឡើងនៅពេលដែលគាត់បាទត្រឡប់មកពីនេះវិញត្រឡប់មកពីបដិញខ្មោចវិញចេញពីក្នុងខ្លួនអារម្មណ៍ហ្នឹងអារម្មណ៍មិនបានក៏បានទៅទិញផ្លែឈើទៅអីយ៉ាងទៅពីផ្សារយកមកដាក់សែនក្នុងបន្ទប់ហ្នឹងលើពេលសែនហើយក៏គាត់រស់នៅក្នុងបន្ទប់ហ្នឹងដដែលទេបាទគាត់មានចេញតាណាទេគាត់រស់នៅក្នុងបន្ទប់ហ្នឹងរហូតដល់គាត់រៀនចប់ទី12បាទគឺគាត់មានចេញតាណាទេហើយគាត់ថាចាប់តាំងពីគាត់ដាក់សែនហ្នឹងមកគឺគាត់ថាអត់មានជប់រឿងរ៉ាវឬក៏ព្រឹត្តិការណ៍អីហេតុការអីចម្លែកទេក្នុងបន្ទប់ហ្នឹងគឺតាំងពីនោះមកគឺសុខសប្បាយរហូតបាទហើយហ្នឹងគឺជារឿងរ៉ាវពិតមួយគឺរឿងពិតណាបងប្អូនមិនមែនរឿងកន្លែងរឿងបណ្ឌិតណាគឺរឿងពិតហ្នឹងគឺកើតឡើងក្នុងឆ្នាំ2019ហ្នឹងឯងដែល admin បានបញ្ជាក់តាំងពីដើមវីដេអូហ្នឹងហើយគឺកើតឡើងចំពោះមិត្តភ័ក្តិរបស់ admin នឹងផ្ទាល់បាទដែល admin គឺក៏បានស្ថិតនៅក្នុងហេតុការណ៍ហ្នឹងទេប៉ុន្តែគឺ admin ឮពីលោកគ្រូឌីណានិយាយហើយនឹងមិត្តភ័ក្តិដែលគេបានជួបនៅរឿងរ៉ាវហេតុការណ៍ហ្នឹងអញ្ចឹងណាបាទ
ហើយសូមបញ្ជាក់មួយដែរខ្ញុំភ្លេចនិយាយថាចម្ងាយពីផ្ទះជួលដែលអ្នកទាំង3នាក់ហ្នឹងណាបាទមកដល់ការណារងហើយជាមួយសុខឹមគាត់នៅហ្នឹងគឺផ្ទះវាមិនឆ្ងាយប្រហែលពីបន្ទប់របស់ admin ទេគឺចម្ងាយប្រហែលជា100 ម៉ែត្រទេក៏ដល់ពេលហ្នឹងវាយប់ជ្រៅហើយ admin បានដេកលក់បាត់ហើយអញ្ចឹងគ្មានដឹងទេគ្មានដឹងថាគេផ្អើគេអីទេព្រោះចម្ងាយផ្ទះប្រហែលជា100 ម៉ែត្រជាងអត់ដឹងថាគេមានរឿងហៅផ្អើគ្រឿងខ្មោចចូលមកអីចឹង admin មានដឹងណាព្រោះពេលហ្នឹងដេកលក់បាត់ហើយណាលក់ដល់ព្រឹកស្អែកឡើងទៅហ៊ានគួរហ្នឹងតាម៉ោង1ម៉ោងអីហ្នឹងបានដឹងថាអូខ្មោចចូលណារងសាមិញហើយយប់មិញហើយលោកគ្រូរៀនថាប្រាប់អញ្ចឹងទៅគាត់ថាដេកដូចអាថ្នោតដែរដល់ពេលគេផ្អើប៉ុណ្ណឹងអត់មានភ្ញាក់មានអីហ្នឹងហើយអ្នកទាំងអស់គ្នាហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងដែរគឺ admin រៀងស្អកកដែរនិយាយមកគឺឲ្យហ៊ានឈប់ហ្នឹងហើយរឿងនេះគឺកាត់ជារឿងពិតណាបាទអញ្ចឹងបើសិនជាមានពីពេចខុសឆ្គងអីសូមកុំប្រកែប្រកាន់អីចឹងណាបាទហើយរឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលអត់ទាន់ចុច Subscribe បើសិនជាពេញចិត្តនៅវីដេអូហ្នឹងហើយកុំភ្លេចចុច Subscribe ក៏ដូចជាចុច Like ចុច Share អញ្ចឹងណាដើម្បីជាកម្លាំងចិត្តក៏ដូចជាទទួលបាននៅវីដេអូថ្មីជាច្រើនទៀតអំពីរឿងខ្មោចហ្នឹងគឺ admin មានរឿងជាច្រើនទៀតដែរនឹងយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាអូខេសូមជម្រាបលាតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយបាយ